គុណសម្បត្តិស្ត្រីរឹងមាំនិងឯករាជ្យតើអ្នកមានប៉ុន្មានចំណុចដែរស្ត្រីរឹងមាំនិងឯករាជ្យគឺជាមនុស្សដែលមានគុណសម្បត្តិនិងសមត្ថភាពជាក់លាក់ហើយអាចក្រោកឈរឡើងយ៉ាងរឹងមាំបន្ទាប់ពីជួបការលំបាកនៅក្នុងជីវិតខាងក្រោមនេះគឺជាគុណសម្បត្តិសំខាន់ចំនួន5ដើម្បីសម្គាល់ស្ត្រីដែលមានចរិតរឹងមាំ1អាចងើបឡើងវិញដោយខ្លួនឯងស្ត្រីរឹងមាំនិងឯករាជ្យគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពនៅក្នុងការងើបឡើងវិញត្រឡប់មកវិញពីភាពបរាជ័យនិងប្រឈមមុខនឹងបញ្ហាដោយការតាំងចិត្តភាពអត់ធន់នេះនឹងជួយឲ្យនាងតស៊ូឆ្លងកាត់គ្រាលំបាកមិនថាការលំបាកផ្ទាល់ខ្លួនឬឧបសគ្គនៅក្នុងអាជីពជាទូទៅនាងរៀនពីភាពបរាជ័យនិងងើបមកវិញដែលខ្លាំងជាងមុនទៅទៀត2មានទំនុកចិត្តគឺជាលក្ខណៈលេចធ្លោរបស់ស្ត្រីរឹងមាំនិងឯករាជ្យនាងជឿជាក់លើសមត្ថភាពនិងការវិនិច្ឆ័យរបស់នាងសូម្បីតែប្រឈមមុខនឹងភាពមិនច្បាស់លាស់ក៏ដោយទំនុកចិត្តនេះផ្ដល់ឲ្យនាងនូវការបដិញ្ញាចិត្តដើម្បីបន្តគោលដៅរបស់នាងទទួលយកហានិភ័យដែលបានគណនានិងអះអាងខ្លួនឯងនៅក្នុងស្ថានភាពផ្សេងៗតាមរយៈការជឿជាក់របស់នាងបង្ហាញពីភាពរឹងប៉ឹងនិងសណ្ដាប់ធ្នាប់ដែលបញ្ជាឲ្យមានការគោរពពីអ្នកដទៃ3មានការយល់ចិត្តទោះបីជាស្ត្រីឯករាជ្យខ្លាំងប៉ុណ្ណាក៏ដោយការយល់ចិត្តនិងការអាណិតអាសូរគឺជាសភាវគតិអាវុធរបស់នាងយល់ចិត្តរបស់អ្នកដទៃយល់ពីទស្សនៈរបស់ពួកគេនិងផ្ដល់ការគាំទ្រដែលមិនប៉ះពាល់ព្រំដែនផ្ទាល់ខ្លួនរបស់នាងឡើយការយល់ចិត្តជំរុញឲ្យមានទំនាក់ទំនងដ៏មានអត្ថន័យនិងទំនាក់ទំនងកិច្ចសហការដែលជួយឲ្យនាងមានតុល្យភាពទំនាក់ទំនងសង្គមចម្រុះដោយការយល់ដឹង4អាចសម្របខ្លួនបាននៅក្នុងពិភពលោកដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សការសម្របខ្លួនគឺជាលក្ខណៈដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូបនាងមើលឃើញថាការផ្លាស់ប្ដូរជាឱកាសមួយដើម្បីរីកចម្រើនមានភាពបត់បែននៅក្នុងវិធីសាស្ត្ររបស់នាងចំពោះបញ្ហាប្រឈមនិងសម្របខ្លួនទៅនឹងស្ថានភាពថ្មីដោយភាពរហ័សរហួនមិនថាប្រឈមមុខនឹងការផ្លាស់ប្ដូរអាជីពការអភិវឌ្ឍទំនាក់ទំនងផ្ទាល់ខ្លួនឬឧបសគ្គដែលមិននឹកស្មានដល់នោះទេនាងតែងតែមើលឃើញការផ្លាស់ប្ដូរជាកត្តាជំរុញដល់ការកែលម្អខ្លួនឯងនិងការច្នៃប្រឌិត5មានភាពជាប់លាប់ភាពស៊ីសង្វាក់គ្នាជាលក្ខណៈស្នូលដែលបង្ហាញពីអត្តសញ្ញាណរបស់ស្ត្រីរឹងមាំនិងឯករាជ្យនាងទទួលយកថាខ្លួនជានរណាដោយប្រកាន់យកភាពខ្លាំងចំណុចខ្សោយនិងគុណសម្បត្តិពិសេសរបស់នាងនោះនាំមកនូវអារម្មណ៍ពិតទំនុកចិត្តនិងការបំផុសគំនិតដល់អ្នកដទៃការបដិញ្ញាចិត្តរបស់នាងអនុញ្ញាតឲ្យនាងរស់នៅតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់នាងដែលមិនមានឥទ្ធិពលលើការរំពឹងទុកពីសង្គមឬការវិនិច្ឆ័យពីខាងក្រៅស្ត្រីដែលមានភាពធន់ទំនុកចិត្តការយល់ចិត្តការសម្របខ្លួននិងភាពខ្ជាប់ខ្ជួនគឺជាស្ត្រីដែលឯករាជ្យនិងពឹងផ្អែកលើខ្លួនឯងដែលសម្រេចបាននូវជោគជ័យដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ